ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកចម្លែកពីបញ្ហាមួយគឺជំងឺទឹកដក់នៅក្នុងដំណងនោមអញ្ចឹងថ្ងៃនេះខ្ញុំនិយាយអំពីថាអ្វីទៅជាជំងឺទឹកដក់នៅក្នុងដំណងនោមនិងរោគសញ្ញាទឹកដក់នៅក្នុងដំណងនោមជាទូទៅជំងឺទឹកដក់ក្នុងដំណងនោមគឺជាជំងឺមួយដែលទឹកនោមអត់មានលទ្ធភាពហូរមកកាន់ផ្លាកនោមបានតាមរយៈបំពង់ហូរទឹកនោមផ្នែកខាងលើដោយមានអីជាឧបសគ្គឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងមកពីរុំដោយករណីនេះអញ្ចឹងក្នុងករណីដែលនេះគឺតម្រង់នោមយើងគឺមានតួនាទីមួយគឺសម្រាប់ច្រោះជាតិពុលក្នុងឈាមដែលបង្កើតបានជាទឹកនោមដើម្បីឲ្យទឹកនោមនោះហូរមកកាន់ផ្លាកនោមដើម្បីឲ្យយើងនោមជាប្រចាំថ្ងៃក៏ប៉ុន្តែបើក្នុងករណីដែលមានឧបសគ្គអញ្ចឹងឧទាហរណ៍ថាដូចជំងឺនេះគាត់មានគ្រោះនៅក្នុងបំពង់ទឹកនោមផ្នែកខាងលើអញ្ចឹងពេលដែលតម្រង់នោមនេះច្រោះជាតិពុលមកបង្កើតបានជាទឹកនោមហ្នឹងហូរមកគឺស្ទះនៅត្រឹមគ្រោះហ្នឹងតែម្ដងអត់អាចហូរមកកាន់ផ្លាកនោមហ្នឹងបានទេអញ្ចឹងចំពោះអ្នកជំងឺប្រភេទនេះគឺយើងមានការព្រួយបារម្ភមែនតើព្រោះអីចំពោះជំងឺទឹកដក់នៅក្នុងដំណងនោមជាជំងឺមួយដែលស្រាលទេបើសិនជាយើងព្យាបាលបានទាន់ពេលវេលាក៏ប៉ុន្តែបើសិនជាក្នុងករណីទុកឲ្យវាគ្រោះថ្នាក់វាអាចគំរាមកំហែងដល់ជីវិតអ្នកជំងឺទៀតផងចំពោះរោគ